ជំនួសក្តៅកគុករវាង SM ជាមួយ Chen, Baekhyun និង Seomin នៅតែបន្តស្របពេល EXO ត្រៀម comeback ជាមួយសមាជិកត្រឹម6នាក់ Pocari Sweat ភេសជ្ជៈអ៊ីយ៉ុងបំពេញចិត្តទឹកបានល្អជាងគេរបស់ប្រទេសជប៉ុន Pocari Sweat ជំនួសចម្រុងចម្រាស់រវាង SM Entertainment និងភ្នាក់ងារ INB 100របស់ Chen, Baekhyun និង Seomin នៅតែបន្តជាមួយសកម្មភាពក្រុមរបស់ EXO ធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នានៅតែស្រពេចស្រពិលចំពោះអនាគតរបស់ក្រុមចម្រៀងមួយនេះមុននេះនៅថ្ងៃទី29ខែតុលា INB 100បានចេញសេចក្តីថ្លែងការណ៍មួយដែលប្រកាសថាពួកគេមានបំណងឈានទៅដល់កិច្ចព្រមព្រៀងជាមួយ SM Entertainment ដើម្បីឲ្យ CBX គឺ Chen, Baekhyun និង Seomin អាចចូលរួមក្នុងសកម្មភាពរបស់ EXO ដែរក្រោយមកនៅថ្ងៃដដែលនោះ SM Entertainment បានឆ្លើយតបថាពួកគេបានរៀបចំកិច្ចព្រមព្រៀងជាមួយ CBX ដែលតម្រូវឲ្យមានការទូទាត់ 10% នៃប្រាក់ចំណូលពីសកម្មភាពបុគ្គលរបស់ពួកគេប៉ុន្តែលក្ខខណ្ឌទាំងនេះមិនទាន់ត្រូវបានអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ននេះនៅថ្ងៃទី30ខែតុលាភ្នាក់ងាររបស់ CBX គឺ INB 100បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយដែលពួកគេបានឆ្លើយតបថាយើងបានបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់ពួកយើងនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងកន្លងមកព្រមទាំងបានតាក់ទងផ្ទាល់ជាមួយសមាជិកនិងខិតខំធ្វើការដើម្បីជាផ្នែកមួយរបស់ក្រុមពួកគេបានបន្ថែមថាយើងនៅតែបដិញ្ញាចិត្តនៅក្នុងការបង់ប្រាក់ 10% នៃប្រាក់ចំណូលរបស់យើងហើយដោយសារតែវិវាទនៅតែបន្តយើងមានគម្រោងបំពេញរឿងទាំងនេះនៅពេលដែលកិច្ចព្រមព្រៀងត្រូវបានឯកភាពហើយនីតិវិធីផ្លូវច្បាប់ត្រូវបានបញ្ចប់ខាងក្រោមនេះគឺជាការឆ្លើយតបរបស់ INB 100ចំពោះសេចក្តីថ្លែងការណ៍ផ្លូវការរបស់ SM Entertainmentសេចក្តីថ្លែងការណ៍ផ្លូវការទី1របស់ SM អ្វីដែលក្រុមហ៊ុនរបស់យើងបានស្នើសុំពីសិល្បករទាំង3គឺត្រឹមឲ្យពួកគេបង់ប្រាក់ 10% នៃប្រាក់ចំណូលពីសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេដោយដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងចុះនៅថ្ងៃទី18ខែមិថុនាឆ្នាំ2023ទោះជាយ៉ាងណាលក្ខខណ្ឌនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយនោះទេ INB ឆ្លើយតបចេតនារបស់ CBX នៅក្នុងការបង់ប្រាក់ 10% នៃប្រាក់ចំណូលនៅតែមិនផ្លាស់ប្ដូរដោយសារតែវិវាទកំពុងបន្តពួកគេក៏មានគម្រោងបំពេញរឿងទាំងនេះនៅពេលដែលកិច្ចព្រមព្រៀងត្រូវបានឯកភាពហើយនីតិវិធីផ្លូវច្បាប់ត្រូវបានបញ្ចប់សេចក្តីថ្លែងការណ៍ផ្លូវការទី2របស់ SM ទាក់ទងទៅនឹងការចូលរួមសកម្មភាពក្រុមដោយសារតែចំនួនធ្ងន់ធ្ងរជាច្រើនបានធ្វើឲ្យប៉ះពាល់ទៅដល់ទំនុកចិត្តរវាងភាគីទាំងពីរយ៉ាងខ្លាំងហើយដោយសារតែការខូចខាតធ្ងន់ធ្ងរបានកើតឡើងចំពោះ EXO ជាក្រុមហើយការឈឺចាប់ត្រូវបានបង្កឡើងដល់អ្នកគាំទ្រនិងសមាជិកវាគឺជាការត្រឹមត្រូវដែលក្រុមចម្រៀងទាំង3ត្រូវអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ជាមុនសិននិងខិតខំប្រឹងប្រែងដោយស្មោះត្រង់ដើម្បីស្ដារទំនុកចិត្តឡើងវិញINB 100ឆ្លើយតបការពិភាក្សាទាំងអស់បានបន្តនៅលើគោលការណ៍សកម្មភាពក្រុមពេញ EXO CBX បានបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់ពួកគេនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ព្រមទាំងកំពុងតាក់ទងដោយផ្ទាល់ជាមួយសមាជិកនិងបានខិតខំដើម្បីនៅជាផ្នែកមួយនៃក្រុមសេចក្តីថ្លែងការណ៍ផ្លូវការទី3របស់ SM ផ្ទុយពីការអះអាងរបស់សិល្បករទាំង3ដែលថាបន្ទាប់ពីការសម្របសម្រួលលើកទី2នៅថ្ងៃទី2ខែតុលាពួកគេបានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈនៅក្នុងការទទួលយកលក្ខខណ្ឌទាំងអស់ដែលយើងបានបង្ហាញប៉ុន្តែនៅថ្ងៃទី16ខែតុលាពួកគេបានដាក់ពាក្យបណ្ដឹងជាលើកដំបូងINB 100ឆ្លើយតបជុំវិញការបរិច្ឆេទសម្របសម្រួលរបស់តុលាការ CBX បានប្រាប់ទៅកាន់ SM នៅចេតនារបស់ពួកគេនៅក្នុងការបង់ប្រាក់ 10% នៃប្រាក់ចំណូលពីសកម្មភាពបុគ្គលនិងរងចាំការឆ្លើយតបចុងក្រោយរបស់ SM ទោះជាយ៉ាងណាក៏ដោយចំនួនទឹកប្រាក់ដែលស្នើឡើងដោយអ្នកសម្របសម្រួលនៅថ្ងៃទី2ខែតុលាគឺជាតួលេខទៅតាមអំពើចិត្តដែលមិនតាក់ទងទៅនឹងកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរដូច្នេះភាគីទាំងពីរបានបញ្ជាក់នៅក្នុងការសម្របសម្រួលថាពួកគេមិនអាចទទួលយកបាននោះទេនៅពេលដែលចំនួនទឹកប្រាក់ទាំងនោះត្រូវបានប្រគល់ជាលាយលក្ខណ៍អក្សរជាបន្តបន្ទាប់ភាគីទាំងពីរបានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី16ខែតុលានេះគ្រាន់តែជាជំហាននីតិវិធីធម្មតាប៉ុណ្ណោះហើយការអះអាងថា CBX មិនមានបំណងដោះស្រាយគឺមិនពិតនោះទេយើងសូមអភ័យទោសដោយស្មោះចំពោះអ្នកគាំទ្រដែលមានអារម្មណ៍ច្របូកច្របល់និងព្រួយបារម្ភនៅក្នុងកំឡុងពេលដំណើរការផ្លូវច្បាប់ជាមួយ SM CBX នឹងអនុវត្តនូវកិច្ចព្រមព្រៀងដែលមានស្រាប់ដោយស្មោះត្រង់និងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីកសាងទំនុកចិត្តឡើងវិញជាមួយសមាជិកនិងដើម្បីឈានទៅដល់កិច្ចព្រមព្រៀងដោយសន្តិវិធីជាមួយ SMគួររំលឹកផងដែរថាចំនួនរវាង CBX និង SM Entertainment បានចាប់ផ្ដើមនៅក្នុងខែមិថុនាឆ្នាំ2023នៅពេលដែលពួកគេទាំង3បានដាក់ពាក្យស្នើសុំបញ្ចប់កិច្ចសន្យាដោយចាប់ប្រកាន់ថា SM បានបង្ខំពួកគេឲ្យចុះកិច្ចសន្យារយៈពេលវែងដោយអយុត្តិធម៌និងមិនបានបង្ហាញអំពីព័ត៌មានគណនេយ្យដោយដំណាលភាពដែលនាំឲ្យមានការបាត់បង់ទំនុកចិត្តទោះជាយ៉ាងណាយោងទៅតាមរបាយការណ៍ផ្នែកច្បាប់នៅថ្ងៃទី28ខែតុលាបណ្ដឹងរដ្ឋបវេនីព្រហ្មទណ្ឌនិងរដ្ឋបាលជាច្រើនដែលដាក់ដោយ CBX ប្រឆាំងទៅនឹង SM Entertainment ត្រូវបានតុលាការច្រានចោលឬបញ្ចប់ដោយគ្មានការចោទប្រកាន់ទន្ទឹមនឹងចំនួននេះ SM Entertainment កាលពីថ្មីនេះបានបញ្ជាក់អំពីកម្មវិធីចំនួនអ្នកគាំទ្រចុងឆ្នាំនិងការចេញអាល់ប៊ុម comeback ថ្មីរបស់ EXO ដែលប្រកាសថាពួកគេនឹងផ្សព្វផ្សាយជាក្រុមដែលមានសមាជិក6នាក់គឺ Suho, Chanyeol, Dio, Kai, Sehun និង Lee ដែលមិនរាប់បញ្ចូល CBX នោះឡើយ។
Pocari Sweat ភេសជ្ជៈអ៊ីយ៉ុងបំពេញចិត្តទឹកបានល្អជាងគេរបស់ប្រទេសជប៉ុន